ឥឡូវយើងនិយាយអត់ត្រូវគ្នាទេអ្នកណានិយាយកាន់ជើងរដ្ឋាភិបាលត្រូវបានគណៈបកប្រឆាំងជេរអ្នកណានិយាយកាន់ជើងរដ្ឋាប្រឆាំងគេថាពួកឧទាមពួកបដិវត្តពណ៌ត្រូវតែចាប់ត្រូវតែធ្វើទុកបុកម្នេញយើងអត់ត្រូវគ្នាទេហើយបើយើងអត់ត្រូវគ្នាយើងឈ្នះថៃមិនបងប្អូនឥឡូវនេះអត់មានតាក់ទងនឹងរឿងឈ្នះថៃអត់មានតាក់ទងរឿងអីគឺតាក់ទងនឹងចិត្តយើងខ្លាំងហើយដើម្បីឲ្យចិត្តយើងខ្លាំងបានគឺជាពេលដែលយើងត្រូវសហការគ្នាពួតដៃគ្នាម្ដងទៀតបងប្អូនអ្វីគឺចាប់ផ្ដើមពីគណៈបកកាន់អំណាចហើយខ្ញុំនិយាយនេះគឺអត់ដាក់បន្ទុកថាចោះពួកខាងគណៈបកប្រឆាំងឃើញតែប្រសាចដែរររឿងគ្រប់រឿងដែរគណៈបកប្រឆាំងនេះណាគឺជាក្រុមជនរងគ្រោះនៃអំពើរំលាយគណៈបកសង្គ្រោះជាតិតាំងពីឆ្នាំ2017ទេពួកគេអត់មានយុត្តិធម៌សពថ្ងៃគណៈបកសង្គ្រោះជាតិដូចកម្ពុជាកំពុងតែត្រូវថៃឈ្លានពានអញ្ចឹងយើងសូមដាក់ស្ថានភាពយើងឲ្យដូចស្ថានភាពនេះបងប្អូននឹងយល់ហើយជាចាប់បណ្ណាគណៈបកសង្គ្រោះជាតិដែលត្រូវគណៈបកកាន់អំណាចរំលាយពី2017ហ្នឹងគឺដូចគ្នានឹងយើងសប្ងៃនេះដែលកំពុងតែត្រូវថៃឈ្លានពានឲ្យគេចោទយើងថាជាអ្នកប្រព្រឹត្តណាបងប្អូនតែយើងឈឺចាប់ទេបងប្អូនឈឺចាប់ទាំងអស់គ្នាមែនទេគេយកគ្រាប់មកទម្លាក់ខ្ទេចខ្ទីនៅក្នុងដែនអធិបតេយ្យរបស់យើងសម្រាប់ទាហានយើងសម្រាប់បងប្អូនប្រជាពលរដ្ឋស៊ីវិលយើងហើយមកចោទយើងថាជាអ្នកដៃដល់ប្រព្រឹត្តបងប្អូនឈឺចាប់ទេបងប្អូនសាកងាកទៅមើលរឿងគណៈបកសង្គ្រោះជាតិវិញតើក្រមប្រឆាំងគេឈឺចាប់ទេនៅពេលដែលប្រជាពលរដ្ឋជិត3លានអ្នកបោះឆ្នោតជាប់ដើម្បីទៅចូលរួមដឹកនាំប្រទេសឲ្យមានតុល្យភាពអំណាចមិនឲ្យរដ្ឋាភិបាលជិះសេះលែងដៃកាត់បន្ថយអំពើពុករលួយយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋសិទ្ធិមនុស្សប្រជាធិបតេយ្យលក្ខណៈដើម្បីឲ្យប្រទេសកម្ពុជាមានតុល្យភាពឯករាជ្យប្រព័ន្ធព័ត៌មានប្រព័ន្ធរដ្ឋាភិបាលប្រព័ន្ធតុលាការប្រព័ន្ធដឹកនាំរដ្ឋយោធាលក្ខណៈឲ្យគេខាងអន្តរជាតិហ្នឹងគេជឿទុកចិត្តប្រព័ន្ធយើងទៅគេមិនមានអំពើពុករលួយបកពួកនិយមបនលបែងកាស៊ីណូឆបបោកអនឡាញលក្ខណៈទៅគេជឿលើប្រព័ន្ធហិរញ្ញវត្ថុយើងដោយសារតុល្យភាពអំណាចមានគណៈបកប្រឆាំងរឹងមាំនេះគឺគេជឿលើប្រព័ន្ធនេះទៅគេអាចនឹងមកវិនិយោគគេអាចអភិវឌ្ឍទៀតយើងបំផ្លាញចោលខ្ទេចខ្ទីទាំងអង្គការសង្គមស៊ីវិលទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងអីទាំងអស់តើឲ្យគេឲ្យមិនត្រឹមតែប៉ុណ្្នឹងទេអូសទាញមនុស្សរបស់គេឲ្យចូលរដ្ឋាភិបាលបង្កើតកន្លែងនៅក្នុងជួររដ្ឋាភិបាលឲ្យប្រជាពលរដ្ឋបាត់បង់ថវិកាជាតិអស់សន្ធឹកហើយដល់ពេលហើយចាប់ផ្ដើមឃោសនាថាក្រុមនេះក្រុមបដិវត្តពណ៌ក្រុមនេះគឺក្រុមឧទាមហើយត្រូវតែកំទេចធ្វើច្បាប់កែរដ្ឋធម្មនុញ្ញកែច្បាប់អីសពបែបយ៉ាងដើម្បីកំទេចកំចាយរំលាយក្រុមនេះឲ្យដល់ទីបំផុតចាប់មេគេដាក់គុករហូតដល់ឥឡូវអត់បានដោះស្រាយអីអត់រយុត្តិធម៌អីសោះតែម្ដងហើយគិតថាអត់មានរឿងអីកើតឡើងក្រុមគេថ្មីចាប់ផ្ដើមពង្រីកក្រុមមកមានគណៈបកនេះគណៈបកនោះដែលយកដង្ហើមគណៈបកសង្គ្រោះជាតិទៅវិញកំចាយគណៈបកនឹងតទៅទៀតគឺថាមិនឲ្យងើបរួចតតែម្ដងបងប្អូនសាកគិតមើលនេះឥឡូវដូចអ្វីដែលថៃកំពុងធ្វើមកលើយើងពេលដែលមានគេសម្របសម្រួលដោះស្រាយគេដាក់ទណ្ឌកម្មយើងឬក៏គេជួយសម្របសម្រួលថៃគេប្រាប់ថាអត់ផងខ្មែរខ្លួនឯងជាអ្នកសម្ោចក្នុងខោដូចគ្នាយើងចោតគណៈបកប្រឆាំងអញ្ចឹងថាអត់មាននេះរំលាយនឹងត្រូវហើយពួកក្រុមនេះក្រុមក្បត់ជាតិពុំ3លានអ្នកក្រុមក្បត់ជាតិប្រជាពលរដ្ឋ3លានអ្នកបោះឆ្នោតទាំងទូទាំងប្រទេសដោយទាំងអ្នកលក់ឆ្កែដើម្បីទៅធ្វើបាតកម្មតើពួកគាត់ក្បត់ជាតិពីណាមកគាត់ជឿជាក់ទុកចិត្តថាគណៈបកនឹងមួយនឹងអាចកែតម្រង់រដ្ឋាភិបាលដើម្បីឲ្យជីវភាពប្រជាពលរដ្ឋបានរីកចម្រើនបានអីគាត់ជឿជាក់ឲ្យសម្លេងរបស់គាត់ហេតុអីមិនគោរពសម្លេងរបស់គាត់បើយើងអស់លោកថាគណៈបកប្រឆាំងគេមានគំនិតផ្សេងយើងគណៈបកកាន់អំណាចមានគំនិតផ្សឹងយើងនាំគ្នាមានតំណាងរាស្ត្រនៅក្នុងរដ្ឋាភិបាលតតាំងមតិគ្នាទៅហេតុអីបានរំលាយគ្នាហើយរំលាយហើយចោទទុកក្រុមនឹងថាជាឧទាមក្រុមផ្ដាច់ការលក្ខណៈតទៅពេលឥឡូវថៃធ្វើបាបយើងទៅគេចោទយើងថាយើងជាអ្នកដែលបំពេញឥឡូវឧទាហរណ៍ថាថៃសម្លាប់យើងទម្លាក់គ្រាប់ហើយគេចោទយើងថាជាក្រុមបដិវត្តពណ៌ធ្វើឲ្យថៃនឹងអត់មានសន្តិសុខអត់មានសន្តិភាពអីទេហើយគេនឹងកំទេចយើងឲ្យដល់រៀបដល់ដីលែងតដៃបានដើម្បីឲ្យថៃច្បាស់លាស់ថាលែងមានគ្រោះថ្នាក់ដល់គេដូចយើងកំទេចគណៈបកសង្គ្រោះជាតិឲ្យរៀបដល់ដីដើម្បីកុំឲ្យមានតដៃដែលថានេះគឺជាការដែលធ្វើឲ្យបាត់បង់សន្តិភាពហើយមានសារអគុណសន្តិភាពមកអាយុមកហ្នឹងតើនេះឬដែលជាអំពើដែលយើងគិតថាមិនជាកម្មពីរិបាបកម្មខ្ញុំនិយាយនេះហ่าខ្ញុំអត់មាននិយាយថាដល់ពេលមកហ្នឹងហើយអត់ព្រមជួយវាយថៃទេមកគិតពីរដ្ឋាភិបាលខ្ញុំចង់និយាយថាយើងត្រូវផ្សះផ្សាជាតិគំនិតរបស់ខ្ញុំគឺចង់ឲ្យយើងជាតិខ្លាំងវាយគេបានគឺកុំឲ្យមានអំពើអយុត្តិធម៌បើមានអំពើអយុត្តិធម៌គ្មានទេសន្តិភាពកម្ពុជាមិនមែនសន្តិភាពដោយសារតែគ្មានសង្គ្រាមនៅក្នុងផ្ទៃក្នុងខ្មែរទេសន្តិភាពកម្ពុជាគឺតើតែគ្មានសង្គ្រាមជាមួយបរទេសឈ្លានពានដោយថៃនេះអញ្ចឹងមិនមែនអត់គណៈបកប្រឆាំងមានសង្គ្រាមទេអត់មានសន្តិភាពមានគណៈបកប្រឆាំងមានសង្គ្រាមទេតាមពិតណាបើមានគណៈបកប្រឆាំងសពថ្ងៃនៅក្នុងប្រទេសកម្ពុជាគឺកម្ពុជាបានដៃពីរជាជាងវាយថៃដៃមកជាហៀងឥឡូវយើងវាយដៃមកជាហៀងដូចយើងចៅទូកចឹងណាបងប្អូនគ្នា10នាក់5នាក់កំពុងតែចៅ
ទៅមុខ5នាក់ទៀតចៅមកក្រោយឬក៏យកជើងរៀទឹកតើយើងពិបាកប៉ុណ្ណាទូកហ្នឹងវានៅវិលចឹងទៅភ្លឺវាអត់ទៅគោលដៅទេតែបើយើងស្រុះគ្នាចង្វាទាំងសងខាងតើទូកយើងនឹងទៅដល់ត្រើយទេអានេះឲ្យបានខ្ញុំនិយាយថាយើងខ្លាំងគឺតតែយើងចាប់ផ្ដើមពីផ្ទៃក្នុងយើងទៅវិញហើយម្ដងទៀតខ្ញុំនៅតែថ្កោលទោសថៃដល់ទីបំផុតយើងត្រូវតែប្តឹងទៅតុលាការអន្តរជាតិទាំង ICC ទាំង ICJ ហើយការប្តឹងនេះគឺអត់ត្រូវការមកទាញបតោងឬក៏ជេរបតិចផ្ដាសាគ្នាទេយើងឈប់ទៅអាវប្បធម៌បតិចជេរគ្នាដោយសារតែគ្នាចង់ឲ្យប្តឹងដើម្បីឲ្យគេដោះស្រាយបញ្ហាយើងត្រូវមូលគ្នាហើយម្ដងទៀតការមូលគ្នានេះគឺផ្ដើមពីគណៈបកប្រជាជនហើយត្រូវចុកមាត់សកម្មជនគណៈបកប្រជាជនឬក៏គ្រប់គ្រងរដ្ឋាភិបាលបាត់ផ្សារស្រវឹងខួបឬក៏ជេរបតិចស្រាតខោនឹងចាប់ផ្ដើមពីនឹងមកព្រោះដោយសារអីអំពើដែលខាងគណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលសាងសម្រាប់គណៈបកសង្គ្រោះជាតិនេះណាគឺជាអំពើអយុត្តិធម៌អត់ខុសអីពីថៃកំពុងតែធ្វើបាបកម្ពុជាទេយើងចង់បានសន្តិភាពយើងចង់បានឲ្យគេទទួលថាជាយើងជនរងគ្រោះឥឡូវថៃបំពេញយើងដូចគ្នាយើងធ្វើអយុត្តិធម៌សម្រាប់គ្នាយើងអត់ទាំងរយុត្តិធម៌គ្នាយើងឥឡូវយើងទៅសុំយុត្តិធម៌ពីថៃតើថៃគេឲ្យយុត្តិធម៌យើងយ៉ាងម៉េចយើងដឹងហើយពិភពលោកនេះគឺអាក្រក់ណាស់សប្តាហ៍ថ្ងៃនេះគឺគេអត់នៅខាងយើងដោយសារអីយើងប្រព្រឹត្តប្រទេសផ្ដាស់ច្រើនពេកប៉ុន្តែមិនហួសពេលទេបងប្អូនខ្ញុំនៅតែគិតថាយើងអាចសាមគ្គីគ្នាបានផ្សះផ្សាចិត្តយើងឡើងវិញហើយត្រូវស្ដារអ្វីដែលជាកំហុសឆ្គងហ្នឹងគឺបំបត្តិវាចោលទៅខ្មែរយើងងាយបំភ្លេចណាអ្វីដែលកើតឡើងវាយគេបាច់មុខបាច់មាត់លៀបព្រៀងកាឡាតាមមកខ្លងឲ្យព្រៀងកាឡាតាមមកខ្លងសាពះអរគុណហើយព្រោះយើងជាអ្នកកាន់ពុទ្ធសាសនាដូច្នេះអត់ទាន់ហួសពេលនៅក្នុងការផ្សះផ្សាទេខ្ញុំនៅតែទទូចឲ្យផ្សះផ្សាកុំឲ្យមានកម្មពៀហើយយើងតតាំងជាមួយថៃក្នុងនាមជាជាតិសាសន៍តែមួយទាំងខ្មែរក្នុងស្រុកទាំងខ្មែរក្រៅស្រុកហើយឈប់ប្រើគេហៅថាមនោគមវិជ្ជានយោបាយប្រជាពិធដើរផ្សព្វផ្សាយទូទាំងពិភពលោកថាក្រមប្រឆាំងគឺជាក្រមឧទាមគឺជាក្រមរត់ចោលស្រុកគឺជាក្រមបដិវត្តពណ៌ក្រមបំផ្លិចបំផ្លាញសន្តិភាពក្រមមិនបានជួយអីបានតែយកជើងរៀតទឹកឈប់បានឈប់ទៅព្រោះបើសិនជាយើងនិយាយបែបនេះគឺយើងនឹងធ្វើឲ្យក្រមប្រឆាំងកាន់តែឈឺចាប់ក្តៅក្រហាយដោយសារអំពើយុត្តិធម៌អត់មានហើយយើងចាប់ផ្ដើមធ្វើឲ្យគេខ្លាចជាជាជនរងគ្រោះបន្ថែមទៀតកុំធ្វើបែបហ្នឹងបើយើងចង់ឲ្យអ្វីចប់ស្ងប់ស្អំចិត្តថៃស្អំចិត្តគណៈបកសង្គ្រោះជាតិឬគណៈបកប្រឆាំងគួរតែសុំទោសឲ្យអនុគ្រោះឲ្យចូលស្រុកវិញឲ្យឈប់ធ្វើបាបឲ្យត្រូវសងជំងឺចិត្តទៅទៀតផងបើយើងនិយាយឲ្យយុត្តិធម៌ឲ្យអស់សុំទោសអ្វីដែលធ្វើខុសហើយសងជំងឺចិត្តនៅការខូចខាតតំណាងរាស្ត្រដែលអត់ប្រាក់ខែហើយសមាជិកក្រុមប្រឹក្សាគុំសង្កាត់គេដែលយកផ្ដាច់ការងារគេហើយមិនធ្វើបាបធ្វើទុកបុកម្នេញគួរតែសុំទោសគេផងទៀតផងវាអាហ្នឹងបើនិយាយឲ្យវា logic ដូចគ្នានឹងយើងថៃធ្វើជាមួយយើងចឹងយើងមិនចង់ត្រឹមតែប្តឹងថៃឲ្យទទួលខុសត្រូវសម្រាប់ការឈ្លានពានកម្ពុជាសពបែបយ៉ាងគឺយើងឲ្យថៃសុំទោសចំពោះមុខប្រវត្តិសាស្ត្រថាថៃប្រព្រឹត្តផ្ដេសផ្ដាស់ណាស់ចំពោះប្រទេសប្រជាពលរដ្ឋខ្មែរយើងប្រជុំដែនអធិបតេយ្យកម្ពុជានេះអានេះបានជាយុត្តិធម៌ហើយឥឡូវស្រាប់តែថៃគេចាប់ផ្ដើមមកនិយាយថាអត់ទេគេធ្វើទាំងអស់ហ្នឹងគឺត្រូវដោយសារកម្ពុជាឈ្លានពានគេឬសម្អោយក្នុងខោយើងឈឺចាប់ទេបងប្អូនប្រជាពលរដ្ឋយើងស្លាប់មកកណក៏ដឹកគេបង្កើតគេបិទព្រំដែនដោយឯកតោភាគីគេធ្វើអ្វីស្រេចទៅតាមក្បាលចិត្តគេយកបលាលួសមកពាត់យើងចុងក្រោយគេថាអាហ្នឹងគឺជាអំពើត្រឹមត្រូវព្រោះដោយសារតែយើងសម្អោយក្នុងខោយើងឈឺចាប់ទេឈឺចាប់អញ្ចឹងសូមឲ្យដាក់ស្ថានភាពហ្នឹងឲ្យដូចអ្វីដែលយើងធ្វើសម្រាប់គណៈបកប្រឆាំងគណៈបកប្រឆាំងនៅក្រៅប្រទេសនេះគឺជាជនរងគ្រោះទេអ្វីដែលគាត់ធ្វើគឺដូចយើងកំពុងតែធ្វើតទៅថៃអញ្ចឹងដូចគ្នាអញ្ចឹងរកវិធីណាដើម្បីប្រាប់សហគមន៍អន្តរជាតិថ្កោលទោសថៃតវ៉ាបាតកម្មដើម្បីឲ្យគេរកយុត្តិធម៌ឲ្យផងឲ្យគេស្ដាប់តើបើគេអត់ស្ដាប់តើយើងឈឺចាប់ទេដូចគ្នាអញ្ចឹងខ្មែរយើងកំពុងតែធ្វើអញ្ចឹងតវ៉ាឲ្យអន្តរជាតិជួយមើលខ្មែរផងតែឥឡូវគេអត់មើលទេមិនអញ្ចឹងយើងឈឺចាប់ទេឈឺចាប់សូមឲ្យយកសេចក្តីឈឺចាប់នេះទៅជាការតាំងចិត្តបង្រួបបង្រួមផ្សះផ្សាជាតិខ្មែរនេះជាជាតិតែមួយអត់ហួសពេលទេហើយអត់មានពេលណាដែលធ្វើល្អជាងពេលហ្នឹងទេខ្ញុំនៅតែនិយាយដដែលហើយអ្វីទាំងអស់នោះគឺចាប់ផ្ដើមពីគណៈបកកណ្ដាលអំណាចដែលដឹកនាំដោយក្រុមគ្រួសារតកូលហ៊ុនទៅមុនហើយនេះគឺជាការពិតអត់ប្រកែកបានទេបើសិនជាខាងកម្ពុជាចាប់ផ្ដើមលែងងើបមួយវាយមួយឬក៏ចាប់ផ្ដើមផ្សះផ្សាចាប់ផ្ដើមប្រាប់ទៅក្រុមសកម្មជនរបស់ខ្លួនឃោសនិករបស់ខ្លួនឲ្យកាត់បន្ថយការជេរបតិចលៀបពណ៌គេហ្នឹងខ្ញុំជឿថាគណៈបកប្រឆាំងជាជើងក្រោយទេពួកគេជាជនរងគ្រោះដែរខ្ញុំនិយាយនេះអត់កាន់ជើងគណៈបកប្រឆាំងខ្ញុំនិយាយអំពីអង្គហេតុពិតព្រោះខ្ញុំអត់មែនជាសកម្មជនបកប្រឆាំងទេហើយកុំលៀបពណ៌ខ្ញុំអត់មានជាសកម្មជនរបស់បកប្រឆាំងអត់មានជាសមាជិករបស់ក្រុមប្រឆាំងហើយក៏អត់មានសមាជិកគណៈបកប្រជាជនឬក៏សមាជិករដ្ឋាភិបាលណាដែរខ្ញុំគឺជាខ្មែរឯកជនស្រឡាញ់ខ្មែរដូចគ្នាខ្ញុំអត់មានខ្វល់ទេខ្ញុំអត់មានថាតកូលហ៊ុនតកូលទាតកូលសតកូលកឹមតកូលរងតកូលសុកតកូលសំតកូលអីកាន់ប្រទេសទេកាន់ចោះខ្ញុំអត់ដែរខ្វល់បែបហ្នឹងទេឲ្យតែប្រទេសជាតិយើងមានសុខសាន្តទាំងអស់គ្នា
7 10 លានអ្នកនឹងគឺខ្ញុំសប្បាយចិត្តខ្ញុំអត់ចង់បានអីទាំងអស់អត់ត្រូវការលៀបសការៈអត់ត្រូវការបុណ្យស័ក្តិអត់ត្រូវការអីទាំងអស់ខ្ញុំរស់តាមសមាជីវៈរបស់ខ្ញុំយ៉ាងស្រួលប៉ុន្តែខ្ញុំចង់ឲ្យខ្មែរយើងខ្លាំងព្រោះខ្មែរយើងបែកបាក់គ្នាខ្លាំងណាស់ហើយការបែកបាក់របស់ខ្មែរគឺផ្ដើមពីគណៈបកកណ្ដាលអំណាចដោយសារការក្រាញអំណាចហើយត្រូវទទួលស្គាល់ការពិតបើអត់ទទួលស្គាល់ការពិតទេយើងគ្មានថ្ងៃនឹងបញ្ចប់អាការឆ្លោះគ្នាផ្ទៃក្នុងហើយក៏គ្មានថ្ងៃទៅឈ្នះថៃអីដែរព្រោះយើងសប្ងៃនៅខ្ទាស់មនោគមវិជ្ជាដូចថាសំបីតែធ្វើបាតកម្មរួមគ្នាប្រឆាំងថៃបើក្រុមគណៈបកប្រឆាំងរៀបចំធ្វើក្រុមគណៈបកប្រជាជនបរវាសជាឆ្ងាយ3គីឡូឥឡូវចាំមើលទៅការពិតចាក់ស្ដែងនេះធ្វើបាតកម្មនៅរដ្ឋធានី Washington នេះម៉ោងនេះប្រហែលជាពួកគាត់កំពុងចាប់ផ្ដើមហើយតាបាតកម្មនេះគឺគាត់គ្រោងធ្វើនៅម៉ោង 10 ព្រឹកហ្នឹងបានន័យថាវា11ជាងហើយនៅមុខរដ្ឋធានី Washington កន្លែងទីក្រសួងការបរទេសប្រហែលជាគាត់កំពុងតែចាប់ផ្ដើមបាន1ម៉ោងជាងហើយរៀបចំដោយក្រុមបណ្ដាញយុវជនកម្ពុជាសកលដឹកនាំដោយបងអូនសុផាន់ឡារីដែលយើងដឹងហើយថាគាត់ជាក្រុមសកម្មជនគណៈបកប្រឆាំងហើយបើមានពួកក្រុមគាត់បើប្រឆាំងថៃយ៉ាងណាបងប្អូនចាំមើលខាងគណៈបកកាន់អំណាចជាពិសេសគណៈបកប្រជាជនកម្ពុជាបោះវាជាឆ្ងាយមិនហ៊ានចូលរួមទេយើងធ្វើអត់បានទេដោយសារអីយើងនៅខ្ទាស់អាមនោគមវិជ្ជាថាអូបើចូលរួមនៅក្នុងក្រុមបាតកម្មដែលរៀបចំដោយក្រុមប្រឆាំងអញ្ចឹងចូលសងគេទៅគ្រប់គ្រងគេយើងអត់ត្រូវគ្នាទេដូចទឹកនឹងភ្លើងអញ្ចឹងព្រោះខាងគណៈបកប្រជាជនចូលរួមបាតកម្មតែក្នុងករណីណាដែលបានចំណេញផលប្រយោជន៍នយោបាយខ្លួនដែរដូច្នេះអាហ្នឹងត្រូវកាត់បន្ថយអាហ្នឹងបានអាចយើងត្រូវគ្នាហើយបាតកម្មមិនមែនមានតែនៅ DC ទេណាបងប្អូនថ្ងៃសៅរ៍នេះណាមាននៅ DC គឺម៉ោង 10 ដល់ម៉ោង 12 ថ្ងៃត្រង់នេះនៅមុខក្រសួងការបរទេសម៉ោង 1 រសៀលទៅដល់ម៉ោង 3 រសៀលគឺគាត់នឹងទៅធ្វើបាតកម្មនៅមុខទូតថៃនៅឯរដ្ឋធានី Washington ហ្នឹងម៉ោងនេះកំពុងតែធ្វើនេះគាត់កំពុងធ្វើអញ្ចឹងបងប្អូនណាដែលចូលរួមទៅចូលរួមឲ្យបានច្រើនចុះក៏ហើយកុំគិតពីរឿងនៃការនយោបាយអ្វីដែលយើងមានគឺសត្រូវរួមគឺប្រទេសថៃអត់មានតាក់ទងនឹងការឆ្លោះគ្នាខ្មែរទេហើយដូចគ្នាដែរបងប្អូនណាដែលចង់ចូលរួមបាតកម្មមិនទាន់ហួសពេលទេនៅទីក្រុងឡុងប៊ិចនេះថ្ងៃអាទិត្យស្អែកនេះចាប់ពីម៉ោង 4 ដល់ម៉ោង 7 គឺជាបាតកម្មដែលរៀបចំធ្វើដោយសហគមន៍ខ្មែរដើម្បីយុត្តិធម៌ដើម្បីសន្តិភាពគឺតាក់ទងនឹងការដែលប្រឆាំងនឹងការឈ្លានពានរបស់ថៃអញ្ចឹងចូលរួមឲ្យបានច្រើនកកហើយដោះមួកនយោបាយចេញបងប្អូនណាដោះមួកនយោបាយចេញគោលដៅធំបំផុតអ្នកណាកេងចំណេញនយោបាយពីបាតកម្មគឺជារឿងរបស់អស់លោកប៉ុន្តែគោលដៅសំខាន់គឺយើងត្រូវតតាំងថាថៃឈ្លានពានសារតែមួយទេគឺថៃឈ្លានពានត្រូវឲ្យថៃទទួលខុសត្រូវចំពោះអ្វីដែលជាអំពើឈ្លានពានរបស់ថៃតែប៉ុណ្ណឹងឲ្យចូលរួមទៅមុខសាលាក្រុងឡុងប៊ិចនៅថ្ងៃស្អែកម៉ោង 4 ទៅដល់ម៉ោង 7 រសៀលសាលាក្រុងឡុងប៊ិចអត់ពិបាករកទេគឺនៅផ្លូវ West Ocean Boulevard អគារ411 West Ocean Boulevard បងប្អូនដាក់ GPS ទៅឃើញហើយនៅកូរ៉េខាងត្បូងក៏បងប្អូនយើងធ្វើបាតកម្មហែងញ៉ាត់ទៅកាន់ស្ថានទូតថៃដែរគឺនៅក្បែរចំណតរថភ្លើង Itaewon គឺបងប្អូនយើងរៀបចំនៅទីនោះគឺថ្ងៃអាទិត្យម៉ោង 12 ដល់ម៉ោង 4 អញ្ចឹងជើញចូលរួមទៅក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងហើយដោះមួកនយោបាយចេញគឺដាក់មួកបង្រួមជាតិម្ដងទៀតបងប្អូនពេលនេះក៏ជាការបង្ហាញអំពីថាតើគណៈបកប្រជាជនកម្ពុជានឹងចូលរួមនៅក្នុងការតវ៉ានេះបានច្រើនប៉ុណ្ណាហើយខ្ញុំអត់ចង់ឲ្យមានពាក្យគណៈបកនៅក្នុងហ្នឹងទេគឺថាគណៈបកខ្មែរតែមួយគឺខ្មែររួបរวมខ្មែរសហការខ្មែរមានសម្លេងតែមួយគឺយល់ដូចគ្នាថាថៃឈ្លានពានកម្ពុជាថៃត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រហើយត្រូវតែផ្ដាល់ទឹកដីដែលថៃបានឈ្លានពានហ្នឹងបកគលមកឲ្យខ្មែរសំបីតែ1 មីលីម៉ែត្រណាក៏មិនត្រូវបានចូលក្នុងដីថៃដែរគឺត្រូវតែបកគលឲ្យទាំងអស់អាហ្នឹងសារមានច្បាស់លាស់អញ្ចឹងណាបងប្អូនម្ដងទៀតអ្វីគឺចាប់ផ្ដើមពីការដែលធ្វើនយោបាយឲ្យស្អាតដំឡានៅប្រទេសកម្ពុជាផ្ដើមចេញពីគណៈបកកណ្ដាលអំណាចទៅមុនខ្ញុំជឿថាគណៈបកប្រឆាំងជើងក្រោយហើយបើគណៈបកប្រឆាំងនៅតែជ្រុលនិយមទេណាមួងណារ៉េតក៏អត់ប្រដាក់មាត់ដែរព្រោះយើងនឹងធ្វើរបៀបជ្រុលនិយមដូចគេថាអីថាទៅកុំត្រូវឲ្យដូចគេថាប៉ុន្តែខ្ញុំជឿជាក់ 100% បើមានការបោះដៃពីគណៈបកប្រជាជននៅក្នុងការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញបង្រួមជាតិលែងធ្វើទុកបុកម្នេញក្រុមប្រឆាំងអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឬអ្វីផ្សេងហ្នឹងខ្ញុំជឿថា 100% គឺអ្វីវានឹងរត់ទៅតាមបន្ទាត់មួយដែលអាចរួបរวมគ្នាបានហើយសប្តាហ៍ហ្នឹងគឺគណៈបកកណ្ដាលអំណាចមិនអាចធ្វើបានដោយសារខ្លាចបាត់បង់អំណាចតែប៉ុណ្្នឹងឯងព្រោះតែបធូវាពិបាកប៉ុន្តែបងប្អូនជួនកាលយើងបោះបង់ចោលអ្វីដែលជាមហិច្ឆតារឿងអំណាចក្រុមគ្រួសារឬបកពួកទៅហើយយើងគិតពីរឿងជាតិជាធំនោះយើងអាចនឹងជុំគ្នាបានហើយមិនអញ្ចឹងហ៎បាទអូយ